បងប្អូនដែល fan ឡានជប៉ុនជាពិសេសគឺឡាន RAV4 ពេលដែលដឹងតម្លៃហើយបងប្អូនប្រកាសជារីកថ្លើមជាមិនខានឥឡូវនេះ Toyota RAV4 2026ចេញហើយគឺជាពេទ្យ PHEV តម្លៃគឺ30,000ជាងដល់40,000អញ្ចឹងសម្រាប់ Toyota RAV4 PHEV ឆ្នាំ2026គឺបានបង្ហាញខ្លួនជាផ្លូវការនៅប្រទេសជប៉ុនគឺមានពីរជម្រើសគឺ model Z ហើយនិង model GR Sport សម្រាប់ model Z តម្លៃវា38,800ហើយនិង GR Sport តម្លៃ47,050ដុល្លារអញ្ចឹង Toyota RAV4 PHEV ឆ្នាំ2026នេះបំពាក់ដោយម៉ាស៊ីន 2.5 លីត្រជាមួយនឹងម៉ូទ័រអគ្គិសនី2ហើយក៏ភ្ជាប់មកជាមួយនឹងកញ្ចប់អគុយទំហំរហូតដល់ 22.7 គីឡូវ៉ាត់ម៉ោងហើយសម្រាប់ការសាកភ្លើងមកពេញសម្រាប់ទំហំអគុយប៉ុណ្ណឹងគឺប្រើប្រាស់បានរហូតដល់150គីឡូម៉ែត្រហើយសម្រាប់កម្លាំងសរុបរបស់វាគឺ320 HP ដែលភ្ជាប់មកជាមួយនឹងប្រព័ន្ធបង្វិលកង់ AWD ឬក៏ All Wheel Drive នឹងឯងហើយសម្រាប់ប្រព័ន្ធបង្វិលកង់នេះគឺភ្ជាប់ជាមួយនឹងប្រអប់ ECVT ហើយសម្រាប់ក្រុមហ៊ុន Toyota ក៏គាត់បានបញ្ជាក់លម្អិតបន្ថែមអានេះគឺជាចំណុចពិសេសហើយសំខាន់របស់ Toyota RAV4 PHEV ឆ្នាំ2026នឹងឯង Toyota គាត់ថា RAV4 PHEV នេះគឺមានមុខងារពិសេសមួយដែលអាចផ្គត់ផ្គង់ថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះបានរហូតដល់ជិត1សប្តាហ៍ក្នុងកម្លាំង1500វ៉ាត់ប៉ុន្តែតម្រូវឲ្យសាកភ្លើងនិងចាក់សាំងមួយពេញសិនហើយសម្រាប់រូបរាងខាងក្រៅ model RAV4 PHEV-Z មានការតុបតែងពណ៌រាងខ្មៅអាឡូងតែខុសពី model GR Sport ហើយសម្រាប់ model GR Sport ក៏មានការផ្លាស់ប្ដូរកែតម្រូវជើងក្រោមដែរដែលធ្វើឲ្យមានការបើកបរវា sporty វា smooth ជាងមុនរត់ទៅរលូនជាងមុនសម្រាប់ផ្លូវកែងកងអីលឿននេះបងប្អូនអាចមានទំនុកចិត្តបានជាមួយនឹងផ្នែកជើងក្រោមខាងក្នុងរបស់ RAV4 PHEV ឆ្នាំ2026វាមានអេក្រង់ Digital ទំហំ 12.3 អ៊ីនដែលជាអេក្រង់មួយបង្ហាញព័ត៌មានជាមួយនឹងរថយន្តក្នុងការបើកបរហើយអេក្រង់កំសាន្ត Touch Screen ទំហំ 12.9 អ៊ីនចង្កឹះលេខជាប្រភេទចង្កឹះលេខអេឡិចត្រូនិកវាមានកន្លែងសាកថ្មទូរស័ព្ទឥតខ្សែវាមាន Apple CarPlay Android Auto កៅអីក៏មានមុខងារក្តៅត្រជាក់និងដំបូលកញ្ចក់ធំដែលជាប្រភេទ Panoramic Sunroof សម្រាប់2025 2026នេះគឺគេមិនចោលទេឲ្យតែចំណាយលុយចាប់ពី20,000ក្រាស់ឡើងរហូតគឺតែងតែមានកញ្ចក់នេះព្រោះថាវាជាចំណុចពិសេសមួយសម្រាប់កញ្ចក់ Panoramic Sunroof ពេលដែលយើងបើកវាមកយើងអាចឈរមើលទៅកាន់ទេសភាពខាងក្រៅបានឬក៏កញ្ចក់ខ្លះអាចបើកបានក៏យើងបើករីដូវាមកដើម្បីមើលមេឃមើលផ្កាយបានដែរអូខេបងប្អូនសម្រាប់បងប្អូនយល់យ៉ាងណាដែរចំពោះ Toyota RAV4 សម្រាប់ខ្ញុំគឺខ្ញុំឆ្លាញ់មួយចំណុចគឺអាចយកភ្លើងចេញពីឡានយកមកប្រើប្រាស់នៅក្នុងផ្ទះបានរហូតដល់1500វ៉ាត់ពីខ្ញុំទៅមានតែប៉ុណ្្នឹងហើយបងប្អូនជម្រាបលាហើយនៅវីដេអូក្រោយបាយបាយ